3 ចំណុចសំខាន់ដែលអ្នកទាំងអស់គ្នាគួរតែដឹងមុនអ្នកទាំងអស់គ្នាទៅលេងទីក្រុងប៉ារីសចែករំលែកនេះគឺដោយសារបទពិសោធន៍ខ្ញុំផ្ទាល់ទាំងអស់គ្នាទៅខ្ញុំអាចមកចែករំលែកជាមួយបងប្អូនបានថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកដឹងពី 3 ចំណុចសំខាន់ហ្មងដែលបងប្អូនគួរតែត្រៀមពេលដែលយើងទៅលេងប្រទេសប៉ារីសពេលគេនិយាយពីរឿងប៉ារីសឡើងគឺជាទីក្រុងនៃក្តីស្រឡាញ់ប៉ុន្តែស្របពេលមួយគ្នាហ្នឹងបងប្អូនក្នុងនាមយើងជាអ្នកទេសចរហើយរត់តែពិសេសហ្មងទេសចរដែលមានកូនទួយគឺថាអូយទាំងអស់គ្នាត្រូវតែមើលវីដេអូនេះដល់ចប់ពួកខ្ញុំដឹងថាបងប្អូនយើងខ្លះគាត់ដឹងហើយប៉ុន្តែបងប្អូនយើងខ្លះទៀតនៅតែអត់ទាន់ដឹងអញ្ចឹងពីព្រោះគាត់គិតថាអូប្រទេសគេទំនើបចាប្រទេសបារាំងជាប្រទេសដែល fashion brand អីអញ្ចឹងគិតថាប្រទេសគេហ្នឹងគឺជាប្រទេសទំនើបមួយហើយអញ្ចឹងប្រហែលជាសុវត្ថិភាពខ្ពស់ហើយយើងមិនបាច់បារម្ភអីពេកយើងគិតថាអាចសុវត្ថិភាពដូចនៅសិង្ហបុរីអីអញ្ចឹងណាយើងអាចកាន់កាបូបកាន់អីលយឆាយបានមកសុបាយអីអញ្ចឹងតែថាកាន់អត់បានទេកាន់បានគ្រាន់ថាការប្រយ័ត្នហ្នឹងគឺប្រយ័ត្នខ្លាំងមែនតើតែម្ដងអ្នកនរគ្នាទី1បងប្អូនគឺប្រយ័ត្នជាមួយនឹងកាបូបទូរស័ព្ទនិយាយទៅគ្រឿងសម្ភារៈដែលមានតម្លៃរបស់អ្នកនរគ្នាគឺប្រយ័ត្នឲ្យមែនតើពីព្រោះចោលឆក់ចោលលូកប៉ាវគឺលឿនខ្លាំងមែនតើតែម្ដងអ្នកនរគ្នាហើយជួនកាលគេប្រើល្បិចទៀតអ្នកនរគ្នាគឺល្បិចគេច្រើនណាស់ចាំថ្ងៃណាខ្ញុំមានពេលខ្ញុំធ្វើវីដេអូតែមួយហ្មងនិយាយពីរឿងល្បិចចោលដែលខ្ញុំបានជួបនៅអញ្ចឹងទី1គឺបងប្អូនប្រយ័ត្នជាពិសេសពេលបងប្អូនជិះចាតេះភ្លើងជិះឡានក្រុងអីផ្សេងមនុស្សទីតំបន់ទីប្រជុំជនច្រើនជួនកាលគេមាន show មានអីមនុស្សចៀតច្រើនហ្នឹងគឺប្រជិតហ្នឹងបងប្អូនកប៉ៅយើងហើយគេនិយាយថាបើសិនជាយើងប្រយ័ត្នប្រហែលបាត់ប្រយ័ត្នគង់ទាំងអស់គ្នានៅបារាំងខ្ញុំចង់និយាយថាគឺមិនមែនសុកចោលហ្នឹងមករកយើងហ្មងជួនកាលវាតាមយើងពី3កន្លែងអ្នកនរគ្នាយើងប្រយ័ត្នមិនក៏ដោយក៏នៅតែអាចធ្លួយដែរចឹងមិនខ្ញុំប្រាប់ថាឲ្យប្រយ័ត្នឲ្យខ្លាំងមែនតើទី2ទៅដល់ប្រទេសបារាំងមិនថាខ្ញុំមិនថាគេគឺយើងនាំគ្នា shopping ហ្មងហើយចឹងគ្រាន់តែទៅគ្រាន់តែ shopping សោះតើត្រូវប្រយ័ត្នអីគេដែរដល់ចំណុចទី2ទី3សូមបើកវងកញ្ចក់តែចំពោះអតិជនដែលរងចាំ foam cleanser របស់2និង sunscreen សេរីចាស់គឺទាំងអស់គ្នាអាទិត្យក្រោយនេះគឺចូល stock វិញហើយអញ្ចឹងទាំងអស់គ្នាជួបខ្ញុំនៅ live video sale ថ្ងៃទី8ខែ5ណាបងប្អូនណាសម្រាប់ promotion ខ្ញុំយើងហើយនឹង sunscreen សេរីចាស់របស់យើងត្រឡប់មកវិញហើយបងប្អូននិយាយទៅមក palette នេះគឺជា sunscreen សុទ្ធហ្មងហើយដប sunscreen ទូៗខ្ញុំអរគុណអ្នកនរគ្នាមែនតើសម្រាប់ការគ្រប់គ្រងនិងឆ្លាញ់ផលិតផលពី beauty ចំណុចទី2នោះគឺបងប្អូនកុំភ្លេចនៅពេលដែល shopping ហើយកុំយួរអីវ៉ាន់ទាំងអស់នោះខ្លួនឯងបើសិនជាបងប្អូនចង់យួរកុំភ្លេចសុំថង់គេជ្រក់ខាងក្រៅណាពីព្រោះអាចមានចោលទាំងអស់គ្នាមានប្រុសមានស្រីគឺតាមយើងហ្មងបងប្អូនចាអានឹងទី1ទី2ទៀតទាំងអស់គ្នាអាចមាន option មួយទៀតគឺផ្ញើទៅអូតែឬផ្ញើទៅ address ផ្ទះបងប្អូនដែលយើងស្នាក់នៅតែម្ដងទៅខ្ញុំជឿថាបងប្អូនដែលគាត់មានបងប្អូននៅបារាំងគឺគាត់ដឹងប៉ុន្តែចំពោះបងប្អូនដែលគាត់ជាទេសចរអ្នកនរគ្នាគឺខ្ញុំ recommend អ្នកនរគ្នា shopping ហើយឲ្យខាងហាង brand ធំអស់ហ្នឹងនិយាយទៅគ្រប់ brand បងប្អូនឲ្យគេផ្ញើទៅអូតែយើងផ្ទាល់តែម្ដងទៅណាកុំភ្លេចធ្វើតាក់ refund ផងបងប្អូនទាំងអស់គ្នាតាក់ refund បងប្អូនអាចមានជម្រើសធ្វើយក cash ក៏បានធ្វើឲ្យគេ return ចូល credit card យើងវិញក៏បានបើយើងចង់ធ្វើ cash គឺលឿនយើងបានលុយលឿនក៏ប៉ុន្តែបានភាគរយតិចតែបើសិនយើងយកចូល credit card យើងបានច្រើនជាងចំណុចទី3ដែលខ្ញុំសម្រេចខ្លាំងមែនតើហ្មងគឺ exchange rate អ្នកទាំងអស់គ្នានិងសេវារបស់គេថ្លៃ free ខ្ញុំឡើងសម្រេចមកខ្ញុំគិតថាវាថ្នាក់នឹងទាំងអស់គ្នាខ្ញុំទៅពីអាមេរិកអញ្ចឹងខ្ញុំមានកន្លែងទៅដូរលុយញ៉ៃមានពេលទៅធនាគារខ្ញុំរវល់ខ្លាំងដល់អញ្ចឹងទៅខ្ញុំគិតថាទៅដល់ពលានខ្ញុំដូរទៅគ្រាន់ថាមានលុយរាយសម្រាប់ចាយអីអញ្ចឹងណាបងប្អូនមានណាទៅដល់ទាំងអស់គ្នាលុយ$200អាមេរិកគឺនៅកន្លែងពលានហ្នឹងឲ្យខ្ញុំតាម120អឺរ៉ូ20 120 130អឺរ៉ូទាំងអស់គ្នាខ្ញុំអត់ដូរហ្មងព្រោះអីពេលខ្ញុំទៅហ្នឹងគឺ rate ដែលខ្ញុំត្រូវដូរបានអ្នកគ្នា at least ក៏170 180ដែរខ្ញុំគិតថាត្រឹម160អីគ្រាន់នេះឲ្យខ្ញុំតិចមែនតើហ្មងហើយគេគិតថាសេវារបស់គេអូខ្ញុំនិយាយមែនខ្ញុំឡើង surprise ហ្មងអាហ្នឹងទី1នៅក្នុងពលានហ្មងអត់មានចេញក្រៅពលានឲ្យគេកោយើងទេណាទាំងអស់គ្នាអាហ្នឹងទី1ទី2ទៀតហើយមួយទៀតរឿងតាក់ refund បងប្អូននៅក្នុងកណ្ដាស់នៅក្នុងតាក់ refund ដែលគេដាក់ return ឲ្យយើងវិញហ្នឹងឧទាហរណ៍ថាគេដាក់ឲ្យ200ទាំងអស់គ្នាយើងទៅត្រូវបានតាក់ refund មកវិញ200អឺរ៉ូពេលដែលយើងយកលុយនៅពលានហ្មងទាំងអស់គ្នាគឺគេឲ្យយើង200ពេញទេគឺគេកាត់សេវាថែមពីលើអស់10 20អឺរ៉ូថែមពីលើទៀតខ្ញុំនិយាយមែនខ្ញុំឡើង surprise ហ្មងហើយពេលយើងសួរទៅថា free service free ហើយខ្ញុំឈមថាចាំមិនបានត្រូវកាត់ service fee អញ្ចឹង service fee អត់មានតវ៉ាអីកើតហ្មងអូខ្ញុំនិយាយមែនខ្ញុំមានអារម្មណ៍ថាចំខ្ញុំសម្រាប់ខ្ញុំទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាវា riff off មួយខ្ញុំមានអារម្មណ៍ថាមិនបានត្រូវដកអីថែមទៀតអញ្ចឹងព្រោះធម្មតាកណ្ដាស់នៅលើហ្នឹងគេដាក់ឲ្យថាអូខេយើងបង់ពន្ធឧទាហរណ៍ថាតាក់អីវ៉ាន់ហ្នឹង 10% អញ្ចឹងយើងត្រូវ refund return មកវិញបានប៉ុន្មាន%វាដាក់លើហ្នឹងហើយនេះកាត់ថែមពីលើ fee ឯណាប៉ុន្តែ refund ចូល credit card គឺអត់បាត់ទេអ្នកនរគ្នាអញ្ចឹងបងប្អូនខ្ញុំ highly recommend ឲ្យអ្នកនរគ្នាយកលុយ refund ចូល credit card យើងទៅវីដេអូនេះខ្ញុំកាត់ទេខ្ញុំនឹងមាន vlog ក្រោយៗទៀតទៅមួយកន្លែងដែលខ្ញុំបានទៅលេងថាខ្ញុំធ្វើអីខ្លះនៅប្រទេសបារាំងដែលខ្ញុំទៅមួយអាទិត្យហ្នឹងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ